បាទសូមជម្រាបសួរបងប្អូនសិស្សនិស្សិតដែលកំពុងតែតាមដាន Channel របស់ខ្ញុំបាទថ្ងៃនេះលោកគ្រូនឹងបង្ហាញអំពីជំងឺឆ្លងទាក់ទងទៅនឹងជំងឺ Salmonella បាទសូមបញ្ជាក់ថាជំងឺឆ្លងគឺមានច្រើនជំងឺណាអញ្ចឹងថ្ងៃនេះគឺខ្ញុំបង្ហាញអំពីជំងឺ Salmonella កាលពីមុនខ្ញុំវីដេអូមុនខ្ញុំដូចជាបាននិយាយម្ដងដែរហើយជំងឺ Salmonella ប៉ុន្តែថ្ងៃនេះខ្ញុំបង្ហាញជាអត្ថបទតែម្ដងបាទជំងឺ Salmonella នេះជាជំងឺដែលបង្កឡើងដោយមេរោគឈ្មោះ Salmonella ដែលជាបាក់តេរីក្រាមដករោគសញ្ញាចែកចេញជាពីរសន្តានដូចខាងក្រោមបាទទី1ហ្នឹងគឺសន្តានស្រួចស្រាវទី2ខបាទសន្តានរ៉ាំរ៉ៃបាទឥឡូវនេះគឺលោកគ្រូនឹងបង្ហាញអំពីសន្តានស្រួចស្រាវសិនបាទសន្តានស្រួចស្រាវនេះគឺច្រើនកើតនៅលើជ្រូកអាយុ48ម៉ោងទៅ2អាទិត្យបាទអញ្ចឹងជ្រូកអាយុ48ម៉ោងហ្នឹងគឺអាយុ2ថ្ងៃណាបាទកូនជ្រូកចាប់ដើមឈើក្នុងពេលតែមួយគ្រុនក្តៅសីតុណ្ហភាព40ទៅ41កន្លះអង្សាបាទសត្វខ្សោយដើរពាន់ជើងដេកដួលទៅនឹងកន្លែងទោះបីជាវាខំប្រដដើរក៏ដោយមានសញ្ញាសរសៃប្រសាទដូចជាមានភាពញាក់ញ័រខ្វិនប្រកាច់បាទឥឡូវតទៀតរោគសញ្ញាបន្តទៀតស្បែកប្រែពណ៌ពីធម្មតាទៅជាក្រហមក្រមៅឬទៅជាពណ៌ស្វាយដែលគេពិនិត្យនៅឃើញនៅលើស្លឹកត្រចៀកនិងក្រោមពោះរាកពណ៌លឿងប្រផេះមានក្លិនឆ្អាបបើមានលីឈាមអាចបណ្ដាលឲ្យឆាប់ស្លាប់បាទឥឡូវនេះលោកគ្រូនឹងបង្ហាញអំពីសន្តានរ៉ាំរ៉ៃម្ដងសន្តានរ៉ាំរ៉ៃនេះគឺច្រើនកើតនៅលើជ្រូកធំពេញវ័យមេរោគបង្កនៅលើពោះវៀនជ្រូករាកគ្មានដាច់ចុះស្គមទៅពីមួយថ្ងៃទៅមួយថ្ងៃបាទសត្វគ្រុនក្តៅជួនកាលត្រជាក់មិនសូវស៊ីចំណីហើមពោះជ្រូកហើមសួតដូចជាក្អកពិបាកដកដង្ហើមជួនកាលមានសញ្ញាសរសៃប្រសាទខ្វិននិងខ្ញោចជើងបាទសូមបញ្ជាក់ថាជំងឺ Salmonella នេះគឺវាមានពីរសន្តាននឹងឯងហើយតកតងទៅនឹងការជំងឺនេះគឺខ្ញុំបង្ហាញជូនចំណុចសំខាន់តែម្ដងបើតាមរោគសញ្ញារបស់ជំងឺ Salmonella គឺមានច្រើនទៅទៀតណាប៉ុន្តែចំពោះរោគសញ្ញាសំខាន់បាទចំណុចពិសេសគឺវាមានពីរសន្តាននឹងឯងដូចបានរៀបរាប់ខាងលើមិញអញ្ចឹងបាទព្រោះការនៅរៀនខ្ញុំរៀនជំងឺមួយអាចរៀន1ថ្ងៃទៅ2ថ្ងៃបាទរៀនព្រឹកល្ងាចហើយរៀន2ថ្ងៃទៀតបានអស់អញ្ចឹងគេវិភាគគេយកគេពិនិត្យមើលទៅលើពវៀនបាទទៅលើសួតអីទៅទៀតហ៎បាទគឺវាមានច្រើនសន្តានណាប៉ុន្តែគាត់ថាថ្ងៃនេះលោកគ្រូបង្ហាញខ្លីខ្លឹមងាយយល់ហើយយើងអាចពិនិត្យមើលសភាពជាក់ស្ដែងទៅអាចបានយល់ដឹងចំណុចសំខាន់ហ្នឹងទៅអាចវាតម្លៃបានខ្លះហើយបាទអញ្ចឹងបន្តទៅទៀតលោកគ្រូបង្ហាញអំពីឱសថព្យាបាលបាទអញ្ចឹងលោកគ្រូមានថ្នាំទាំង3ប្រភេទនេះបាទនេះគឺជាប្រភេទថ្នាំផុសបារាំងបងប្អូនបាទបងប្អូនអាចជ្រើសរើសមួយក្នុងចំណោម3ហ្នឹងណាបាទប៉ុន្តែជាដំបូងយើងគួរតែជ្រើសរើសអំពីដេចសាឡោនបាទនេះជំរើសទី1ហើយចាក់អំពីដេចសាឡោនហ្នឹងបើថាអត់ជាទេចាំយើងចូលត្រីសមិចបាទហើយ
Cholesterol នេះគឺចុងក្រោយគេឬថាបងប្អូនគិតថាប្រើចុងក្រោយហ្មង Cholesterol បាទទិញ Cholesterol នឹងទៅប្រើតែហ្មងណាបាទកុំឲ្យពិបាកប៉ុន្តែសម្រាប់លោកគ្រូ comment ឲ្យប្រើអំពីដូច salon សិនបាទយើងមានជំរើសព្យាបាលផ្សេងទៀតជាច្រើនបាទនៅខាងក្រោមបាទទី1គឺយើងប្រើ Zongolier បាទជាប្រភេទផលិតផលរបស់ក្រុមហ៊ុន Navedco របស់ប្រទេសវៀតណាមហើយមួយទៀតគឺ Cholinofloc បាទជាផលិតផលរបស់ក្រុមហ៊ុន Navedco ដែរផលិតផលរបស់ប្រទេសវៀតណាមបាទអញ្ចឹងយើងចាក់ពីរម្ជុលហ្នឹងទៅបាទតែកុំលាយគ្នាបងប្អូនណាយើងចាក់ពីរម្ជុលហ្នឹងទៅហើយចាក់ព្រឹកល្ងាចហើយព្យាបាលរយៈពេល3ថ្ងៃមុននឹងចាក់បងប្អូនសូមពិនិត្យលើសម្បកថ្នាំបាទថាតើ1 cc ហ្នឹងប៉ុន្មានគីឡូបាទនៃទម្ងន់ខ្លួនសត្វបាទអញ្ចឹងបន្តទៀតណាបាទតកតងទៅនឹងការព្យាបាលជំរើសមួយទៀតបាទឃើញលើថាចាក់ប្រហែលមុខខាងលើមិញជាបាទឥឡូវយើងចាក់ម្ដង3មុខតែម្ដងបាទគឺបងប្អូនអាចចាក់អុកស៊ីតេត្រាស៊ីក្លីនបាទ1ម្ជុលទៅទីឡូស៊ីនបាទ1ម្ជុលទៅហើយវីតាមីន B ក្រុម B បាទមិនមែនតែវីតាមីន B មួយមុខទេណាសូមបញ្ជាក់ខ្ញុំទៅសេកាត់ទេវីតាមីន B ហ្នឹងចង់និយាយថាវីតាមីន B1 B6 B12 BP អីចឹងនៅវាមានវីតាមីនច្រើនប្រភេទណាហើយបើយើងអាចជ្រើសរើសប្រភេទអាមីវីកុំរបស់ផលិតផលរបស់ក្រុមហ៊ុនកូរ៉េអាហ្នឹងហត់តែល្អបាទអញ្ចឹងយើងចាក់ម្ដង3ម្ជុលណាបងប្អូនបាទចាក់ម្ដង3ម្ជុលហើយចំពោះការប្រើប្រាស់សូមអាននៅលើសម្បកថ្នាំបាទឬក៏ពេលយើងទៅទិញឱសថបើយើងមិនចេះមើលភាសានៅក្នុងសម្បកដូបទេបាទឬក៏គេមិនសរសេរជាភាសាខ្មែរទេយើងអាចសាកសួរពេទ្យបន្ថែមតែបើឃើញនៅក្នុងនៅសម្បកដូបហ្នឹងមានអក្សរខ្មែរយើងអានទៅបាទយើងអាចចាក់តាមហ្នឹងទៅអត់ខុសទេបាទសំខាន់ការព្យាបាលគឺរយៈពេល3ទៅ5ថ្ងៃបាទទើបអាចជាណាបងប្អូនបាទអញ្ចឹងតកតងទៅនឹងជំងឺ Salmonella នេះគឺលោកគ្រូមានតែប៉ុណ្្នឹងបាទសូមអរគុណច្រើនសូមជម្រាបលា